nó không phải nữa bà nhưng trong bà to tích chùm miên là bỏ mùi để nhưng trong đăng đá tại biết lịch tại tông mùi nâng ca làm ọp tè nhưng người nâng ca làm ọp tè tam vọt à ram cả đói tam tè cả đói cứ miên là bỏ mùi đây chia sừng nhà trôi trong khmái rồi trôi trong khmái cứ khơi nhưng cứ cài cột cái bà là cũng miên ban đăng rương nằm nà đam to hay đấy có cái chưa tụm rong cái ní chia mình mẹ ta chỉ rút đùm náng nên tôi bắn tay nhầm chưa ta bị chưa chôn khmái để ban đạp đọt cả lại ní lưới tập cái đại cái đạp té cứ đăng là trôi nam hỏi oi tại trôi nam cứ dân khơi như này lụp cái cứ tạm hù mà tầng con tầng mà tô tầng ấy rồi có cái lụa đừng lại nhưng ta tình vô mà đã hết cái cứ mới là tu mới là thông cái đạp play ba mình cái đá po mình là đạp lương mong gì tới tam chừng được còn đấy ở lúc lúc mình đang hay phó lấy hạt đấy bạn cái nó người chia ở người ta mình men chia rút đùm náng người ta chỉ niệm mình rụp mùi được không cả bọn trôi nam សំខាន់ទាំងអស់ហ្នឹងរឿងគោមឯងមែនតើបាទប៉ុន្តែការវិវត្តពី គោម បាទពីគោមមកទៅរូបរាងផ្កាយហ្នឹងប្រហែលជារឿងអស់ហ្នឹងវាឆ្លងនេះមកក្រៅប៉ុន្តែរឿងដើមរឿងគោមគេដុតគោមក៏ក្នុងន័យបណ្ដេញឧបទ្រពចង្រៃមិញដែរប៉ុន្តែគ្រាន់តែពេលដុតគោមហ្នឹងវាហោះទៅបាត់ប៉ុណ្ណេះដល់ពេលយើងនៅគ្នាជាគោមតាំងណាយ៉ាងនេះណាតាំងទៅនៅវាចេញជារូបរាងទៅជាដូរទៅជាបិទអាថង់ទៅជារូបរាងផ្កាយហ្នឹងក៏ក្នុងន័យថាដាក់ទៀនដាក់ភ្លើងក្នុងហ្នឹងដែរតាបាទគាត់អញ្ចឹងប៉ុន្តែអានេះខ្ញុំគាត់ដឹងប៉ុណ្ណឹងប៉ុន្តែអ្វីដែលវាជឿចូលក្រោយតើយើងធ្វើការស្រាវជ្រាវបន្តទៅប៉ុន្តែតើវាមានន័យអីដែរដើម្បីរកន័យហ្នឹងយ៉ាងនេះបាទជួនកាលពេលខ្លះយើងចង់ដឹងន័យវារកអត់ឃើញបាទយ៉ាងអញ្ចឹងរឿងខ្លះវាកើតក្រោយផងវាអីផងទៅវាមានលំហូរវាអញ្ចឹងណាបាទឧទាហរណ៍ខ្ញុំឧទាហរណ៍មួយថាឧទាហរណ៍រំគល់ការគេកាត់នំប៉ុន្តែយើងរើសគល់អ្នកណានាំចូលទៅកាត់នំមកឃើញអត់បាទនឹងឆ្នាំចុងឆ្នាំ8ជាងអញ្ចឹងយើងដឹងអ៊ុនតាក់ចូលមកហ្នឹងអាហ្នឹងវាមកតាមជាមួយអ្នកអានិកជនមកពីខាងក្រៅឃើញទេអញ្ចឹងបើកណាយើងមិនបានដឹងរឿងយើងបាត់ថាតើពីណាដឹងហូរមកកាត់នំឥឡូវរហូតមកដល់ទាញបាច់ផ្កាអញ្ចឹងឧទាហរណ៍ណាអាហ្នឹងស្ទើររឿងបាទបច្ចឹមប្រទេសណាហ្នឹងហើយលោកគ្រូបាទលោកគ្រូឡើងគោមហ្នឹងមិនត្រូវការប៉ិតគេមិនដែលហាប់ផ្កាយទេហៅគោមបាទតែគោមយើងខិនតែគោមហោះបាទគោមមាននៅមួយកន្លែងរូបរាងគេអាចថាគោមវាមានបាទគោមអញ្ចឹងហើយដល់ពេលយើងនឹកឃើញពាក្យយើងមានពាក្យជាគៀងគោមបាទមានន័យថាអ្វីដែលចង់ភ្លឺហ្នឹងបាទជាគៀងគោមអាភ្លើងតាមផ្លូវហ្នឹងពីដើមវិញយើងមើលសម័យសង្គមរាស្ត្រនិយមហៅជាគៀងគោមតាបាទគៀងគោមភ្លឺតាមផ្លូវពេលចូលឆ្នាំពាក់ព័ន្ធនឹងការលម្អហ្នឹងអាហ្នឹងខ្ញុំកាត់ស្វឹងតិចបាទដែលថាជាគៀងគោមតំបន់ខ្លះបែបហ្នឹងហើយបើតំបន់នោះខ្ញុំចូលឆ្នាំគឺដាក់ជាគៀងខ្លាញ់ឲ្យតែពេលដល់រដូវបុណ្យហ្នឹងគឺថាដាក់ជាងខ្លាញ់ដើមចេកម្ដងដល់ជាងខ្លាញ់ផ្ទះដុតបំភ្លឺតាមផ្ទះឲ្យភ្លឺអូប៉ុន្តែដល់ពេលវាជាប់គ្នាអញ្ចឹងអាហ្នឹងឯងដែលថាខ្ញុំថាបើយើងស្រឡឹងមួយជ្រុងយើងឃើញតែមួយជ្រុងឯងតើយើងធ្វើការសើចបន្តិចប៉ុន្តែដូចតែជាងខ្លាញ់ជាងគោមលោកសវឹងនិយាយមិញហ្នឹងបើយើងទៅស្រាវជ្រាវមកបាត់ហើយណាដល់យើងឃើញភ្លឺអំពូភ្លឺតាមផ្លូវពេញហ្នឹងបាត់អាចជាងគោមដុតភ្លឺបាត់ហើយសូម្បីតែពីងទឹកដាក់មុខផ្ទះក៏បាត់ដែរឲ្យទៅស្រាវជ្រាវមិនបាទពីងទឹកនឹងមុនសុំទឹកគេខ្ញុំរហូតបាទដល់ពេលវាមានអាទឹកសុទ្ធកណ្ដុងទៅយើងមានទៅពីងទឹកអីទៀតបាទដាក់ដល់វាអញ្ចឹងរឿងខ្លះវាអញ្ចឹងបាទរបៀបអញ្ចឹងខ្ញុំទៅភូមិមាថ្ងៃមុនគេនៅមានដាក់ក្អមមុខផ្ទះអូនៅមានដាក់ក្អមមុខផ្ទះឲ្យយើងហូបទឹកហើយគេដាក់កែវ 2-3 ហ្នឹងទៅអ្នកដាក់ត្រឡោកហ៎អត់មានអាកែវស្ពាន់ឥឡូវប្រើកែវស្ពាន់ចឹងយើងធ្លាប់លើតើស្ពាន់ហ៎បាទតើស្ពាន់ទៅទេធ្លាប់លើអត់ទេកែវដូចនៅក្នុងហាងកូរ៉េអូឃើញកាទូចបាទដុកហ្នឹងហ៎ដោយសារតែថាវាធ្លាក់វាអីទៅវាមិនបែកយើងយកមកប្រាប់ត្រឡប់មករឿងការតបតែងពេលចូលឆ្នាំមិនចេះទេខ្ញុំឃើញដូចគ្រូមានប្រសាសន៍ថាដាក់ដើម្បីបំភ្លឺហ្នឹងជារឿងមួយដែលយើងចាប់អារម្មណ៍មែនទេព្រោះធម្មតាបើសិនជាអត់មានបុណ្យមានទានអីផ្ទះយើងគាត់ណាអុចទៀនអុចជាគៀងអីធម្មតាយើងកុំគិតថាយើងមានអគ្គិសនីសប្ងៃនេះណាអុចទៀនអុចអីធម្មតាបំភ្លឺតែកន្លែងដែលយើងត្រូវធ្វើប៉ុន្តែពេលហ្នឹងដាក់ទៅមើលតាមផ្ទះមួយហ្នឹងមានភ្លើងភ្លឺហើយដូចថាខ្លះដាក់អាផ្លាស្ទិកពណ៌ហ្នឹងឲ្យវារំលេចពណ៌ផ្សេងគ្នាផុតពីហ្នឹងមិនមែនតែរឿងកោមជាគៀងអីហ្នឹងទេកន្លែងខ្លះគាត់ក្រងស្លឹកដូងលំអខ្លងទ្វារចូលផ្ទះគាត់ចឹងទៅមានកន្លែងរៀនទេវតាបាទហៅអា
កណាត់យល់តាមវត្តការខ្ញុំនៅក្មេងឲ្យបាទឲ្យតែឃើញលោកលាហ្នឹងអូចិត្តដល់ប៉ុនបាទឈ្វីលាទុំឈ្វីលាបាទហើយឥឡូវហ្នឹងរបស់ហ្នឹងយើងអាចរើទិញបាននៅផ្សារមានលក់ខ្ញុំគិតថាហ្នឹងជារឿងល្អថាម៉េចវាជាផ្នែកមួយនៃសេដ្ឋកិច្ចវប្បធម៌ដែរមានន័យថាដោយសារមានបុណ្យហ្នឹងมันគេលក់អាហ្នឹងបានដូចតែពេលចូលឆ្នាំចិនគេអ្នកបងប្អូនចិនក៏ទៅទិញអាចកៀងគោមក្រហមខំឬក៏អាបិទដើមគៀសល់ទៀតបាទតែយើងខ្ញុំគិតថាគួរតែបន្តឲ្យបរិយទៀតឥឡូវគាត់ទៅទិញមួកស្លឹកយកទៅលម្អគាត់ទៅទិញរត់ទិញឈ្នៀងដែលតូចយកទៅលម្អអាហ្នឹងឲ្យជួយឲ្យអ្នកធ្វើរបស់អញ្ចឹងមានចំណូលផងហើយរបស់ទាំងហ្នឹងក្មេងបានស្គាល់បានឃើញបាទនៅភូមិតំណាក់ច្បក់នៅផ្លូវទៅកពតបាទផ្លូវទៅកពតមិនយើងតាមបែកគូឲ្យបាត់ទៅឆ្វេងណាបាទខ្ញុំសួរយាយខ្ញុំសួរថាទិញអាក្អមតូចមកទៅអីច្រើនហើយគាត់ថាទិញទុកចូលឆ្នាំទុកវាយច្រើននឹងគោហើយយើងឃើញអ្នកផលិតក៏បានចំណូលរបស់ហ្នឹងក្មេងក៏ស្គាល់វាវិលទុកអញ្ចឹងវាគួរតែមានអញ្ចឹងហេតុម៉េចបានចូលឆ្នាំចិនគេលក់របស់តុបតែងចូលឆ្នាំចិនទលំទលាយជាយើងរបស់ប៉ុណ្ណឹងយើងនាំគ្នាប្រើទៅតុបតែងទៅទិញតាមក្រុមហ៊ុនតាមគ្រឹះស្ថានឯកជននេះតុបតែងទៅมันជាចំណូលរបស់អ្នកស្រុកមួកស្លឹកអាកដោបស្បូវស្លឹកត្នោតខ្ញុំឃើញមានស្លឹកត្នោតគាត់យកមកកាប់ឲ្យក្រៀមឲ្យទុកហើយស្អីខ្លះទៀតច្រើនណាដែលយើងអាចប្រើលម្អពេលចូលឆ្នាំតាមសាលារៀនតាមអីអាហ្នឹងខ្ញុំគិតថាល្អមែនទែនបាទ